បាទដូច្នេះជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយគឺវីដេអូទាក់ទងនឹងខេត្តសៀមរាបបាទដូច្នេះដើម្បីបានពុកម៉ែបងប្អូនបានដឹងថាខេត្តសៀមរាបមានព្រំប្រទល់ជប់ខេត្តណាមានប្រជាជនប្រមាណហើយក៏បានបង្កើតឡើងនៅឆ្នាំណាបាទដូច្នេះដើម្បីទទួលព័ត៌មានបានកាន់តែច្បាស់សូមជួយពុកម៉ែបងប្អូនជួយចុច like វីដេអូខ្ញុំម្នាក់មួយផងដើម្បីបានព័ត៌មានទាក់ទងខេត្តសៀមរាបកាន់តែច្រើនបាទដូច្នេះកុំឲ្យខាតពេលយូរគឺខ្ញុំបាទសូមនិយាយត្រួសនឹងខេត្តសៀមរាបខ្លះបាទខេត្តសៀមរាបគឺបានបង្កើតឡើងនៅឆ្នាំ1907ខេត្តនេះមានផ្ទៃដីប្រមាណ 10,299 គីឡូម៉ែត្រការ៉េប្រជាជនមាន 1,014,234 នាក់នៅក្នុងឆ្នាំ2019មានស្រុកនិងក្រុងចំនួន12មានឃុំ100និងភូមិ907បានទាក់ទងភូមិសាស្ត្រខេត្តសៀមរាបគឺព្រំប្រទល់ខេត្តសៀមរាបខាងកើតជិតនឹងខេត្តកំពង់ធំនិងខេត្តព្រះវិហារខាងលិចជិតនឹងខេត្តបន្ទាយមានជ័យខាងជើងជិតនឹងខេត្តឧត្តរមានជ័យនិងព្រះវិហារខាងត្បូងជិតនឹងខេត្តបាត់ដំបងនិងបឹងទន្លេសាបបាទហើយខេត្តនេះដែរមានស្រុកក្រុងចំនួន12ទី1ស្រុកអង្គរជុំទី2ស្រុកអង្គរធំទី3ស្រុកបន្ទាយស្រីទី4ស្រុកជីក្រែងទី5ស្រុកក្រឡាញ់ទី6ស្រុកពួកទី7ស្រុកប្រាសាទបាគងទី8ស្រុកវ៉ារិនទី9ស្រុកសៀមរាបទី10ស្រុកសូនីគមទី11ស្រុកស្រីស្នំទី12ស្រុកស្វាយលើបាទនេះគឺជាស្រុកដែលនៅក្នុងខេត្តសៀមរាបរបស់យើងបាទដូច្នេះដើម្បីបាននឹងព័ត៌មានបន្ថែមទាក់ទងនឹងខេត្តសៀមរាបគឺខ្ញុំបាទសូមឲ្យពុកម៉ែបងប្អូនចូលទៅស្ដាប់ការអានលក្ខណៈទូទៅនៅខេត្តសៀមរាបនិងប្រវត្តិខេត្តសៀមរាបខ្លះៗខេត្តសៀមរាបគឺជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយព្យនៃប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាបទីរួមខេត្តរបស់ខេត្តសៀមរាបនេះគឺក្រុងសៀមរាបខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បីរំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើទឹកដីសៀមលើទឹកសៀមនៅសម័យលង្វែកសតវត្សទី16សប្តាហ៍ថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញខេត្តសៀមរាបស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជាខេត្តនេះជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញនិងប្រាសាទបុរាណដទៃទៀតជាច្រើនថ្មីនេះក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសន្តាគារភោជនីយដ្ឋានហាងលក់ទំនិញជាដើមដែលបម្រើឲ្យវិស័យទេសចរណ៍រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំប្រាសាទអង្គរវត្តប្រាសាទបាយ័នប្រាសាទភ្នំបាខែងប្រាសាទបក្សីចំក្រុងប្រាសាទបាពួនប្រាសាទភិមានអាកាសប្រាសាទបន្ទាយស្រីប្រាសាទតាព្រំនិងប្រាសាទរៀបរយផ្សេងទៀតតំបន់អង្គរត្រូវបានលុកលុយជាច្រើនដងពីពួកសៀមហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ1431គួររំលឹកផងដែរថារាជធានីរបស់ប្រទេសកម្ពុជាត្រូវបានប្ដូរពីអង្គរទៅរាជធានីចតុមុខនៅឆ្នាំ1432រួចទៅបន្ទាយលង្វែកនិងរាជធានីឧដុង្គនិងត្រឡប់ទៅរាជធានីចតុមុខវិញនៅឆ្នាំ1866ជនជាតិបរទេសដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំងលោកហុងរីមូហូក្នុងឆ្នាំ1860នាសម័យលង្វែកនាសតវត្សទី16ក៏មានជនជាតិបរទេសបស្ចិមលោកមកមើលប្រាសាទអង្គរវត្តរួចហើយផងដែរតំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក
ហើយក៏ជាតំបន់ដែលសម្បូរទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើនដែលជាទីឋានពួកអាទិទេពទាំងឡាយទាំងពួងផងដែរបាទហើយខេត្តសៀមរាបលក្ខណៈទូទៅរបស់ខេត្តសៀមរាបគឺបានបញ្ចប់ហើយដូច្នេះខ្ញុំនឹងអានប្រវត្តិខេត្តសៀមរាបបន្តខេត្តសៀមរាបគឺជាខេត្តធំទី10ក្នុងប្រទេសកម្ពុជាដែលបានឈានដល់ចំនួនប្រជាជន1 លាននាក់ក្នុងឆ្នាំ2019ដែលជាជិតចំណាត់ថ្នាក់ជាខេត្តដែលមានប្រជាជនច្រើនជាងគេទី4របស់ប្រទេសមួយផ្នែកធំនៃព្រំដែនខាងត្បូងនៃខេត្តសៀមរាបត្រូវបានជិតដោយបឹងទន្លេសាបហើយដូច្នេះហើយជាខេត្តមួយក្នុងចំណោមខេត្តទាំង9ដែលបង្កើតជាតំបន់បម្រុងជីវមណ្ឌលបឹងទន្លេសាបនាពេលបច្ចុប្បន្នខេត្តនេះត្រូវបានគេស្គាល់ថាជាទីតាំងនៃប្រាសាទអង្គរវត្តដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ហើយក៏ជាទីតាំងប្រាសាទល្បីៗជាច្រើនទៀតក្រៅពីប្រាសាទអង្គរវត្តដូចជាប្រាសាទបន្ទាយស្រីទីតាំងប្រាសាទបឹងមាលារបស់អង្គការ UNESCO និងជាទីជម្រករបស់ខេត្តរបស់អង្គការ UNESCO នៃឧទ្យានជាតិភ្នំគូលែនបាទលក្ខណៈទូទៅនៃខេត្តសៀមរាបគឺបានចប់រួចហើយដូច្នេះខ្ញុំនឹងនាំពុកម៉ែបងប្អូនមកស្គាល់និងបានស្ដាប់ពីឈ្មោះនិងប្រវត្តិខេត្តសៀមរាបអ្នកប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាបានពន្យល់ប្រហែលគ្នាថាពាក្យសៀមគឺទាក់ទងនឹងជាតិសាសន៍មួយដែលបច្ចុប្បន្នបានប្រែឈ្មោះទៅជាថៃទៅហើយឯពាក្យថារៀបគឺមានន័យថាចាញ់ខ្លោបខ្លាចសៀមអានថាសៀមម៉ារៀបគឺត្រូវបានដាក់ឈ្មោះបន្ទាប់ពីជ័យជំនះរបស់កងទ័ពខ្មែរលើពួកសៀមពាក្យថាសៀមគឺមានន័យថាសៀមបានខ្លោបខ្លាចបានចាញ់លោកបានអស់ឫទ្ធានុភាពចាញ់រៀបដល់ដីដូច្នេះគេឲ្យឈ្មោះថាតំបន់សៀមរាបជាទស្សនៈរបស់ជាតិខ្មែររបស់អ្នកដំណរដែលបានលើកឡើងក្នុងដំណើរប្រវត្តិសាស្ត្រនេះផងដែរចំណុចនេះហើយបានចាប់ផ្ដើមមានពាក្យថាសៀមរាបការអធិប្បាយរបស់លោកសាស្ត្រាចារ្យសម្បូរមេណារានេះគឺដូចគ្នានឹងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរផ្សេងទៀតសៀវភៅប្រវត្តិសាស្ត្រខ្មែរមួយដែលសរសេរដោយលោកនួនធីមុនដែលបច្ចុប្បន្នជាមន្ត្រីការនៅទីស្តីការរដ្ឋមន្ត្រីបានអធិប្បាយថានៅឆ្នាំ1525ព្រះមហាក្សត្រខ្មែរព្រះនាមអង្គចន្ទរាជាទី1បានវាយបង្ក្រាបកងទ័ពសៀមដែលឈ្លានពានអោយបរាជ័យយ៉ាងអាម៉ាស់នៅតំបន់អង្គរដូច្នេះហើយបានជាព្រះបាទអង្គចន្ទរាជាទី1បានដាក់ឈ្មោះថាសៀមរាបគឺមានន័យថាទើបសៀមចាញ់រៀបដូចកន្ទេលឬទើបសៀមចាញ់រៀបដល់ដីបាទនេះហើយគឺប្រវត្តិខេត្តសៀមរាបរបស់យើងគឺមានន័យថាទើបសៀមចាញ់រៀបដល់ដីពីពេលនោះមកក៏បានដាក់ឈ្មោះខេត្តសៀមរាបរបស់យើងថាខេត្តសៀមរាបបាទដើម្បីបញ្ជាក់បន្ថែមគឺខ្ញុំបាទសូមឲ្យបងប្អូនបានជ្រាបកាន់តែច្បាស់នៅខេត្តសៀមរាបម្ដងទៀតគឺខេត្តសៀមរាបបានបង្កើតឡើងនៅឆ្នាំ1907ខេត្តនេះមានផ្ទៃក្រឡា10299គីឡូម៉ែត្រការ៉េអភិបាលខេត្តនៅខេត្តសៀមរាបគឺលោកអេដាមប្រាក់សុភ័ណ្ឌខេត្តនេះមានឃុំ100ខេត្តនេះមានស្រុកនិងក្រុង12និងឃុំ100និងភូមិចំនួន907បាទដូច្នេះការអានលក្ខណៈទូទៅនិងប្រវត្តិខេត្តសៀមរាបគឺបានចប់ដូច្នេះសូមឲ្យពុកម៉ែបងប្អូនជួបតែពុទ្ធពរ4ប្រការនៃយុវណៈសុខៈពលៈសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំនិងជួយចុច like វីដេអូរបស់ខ្ញុំដើម្បីបានចំណេះដឹងបន្តទាក់ទងនឹងខេត្តផ្សេងៗទៀតសូមអរគុណ